បាទឈ្មោះអៀកំស្រីជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិយើងពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ទីគ្រប់និងជាទីរាប់អានលើកនេះខ្ញុំសូមថ្វាយបង្គំដល់អគ្គមហាសេនាបតីមេចៅភ្នែកតូលហ៊ុនសែនជាទីគោរពនិងជាទីរាប់អាននៃអង្គម្ចាស់នៃជីវិតតម្កល់លើត្បូងដ៏ជាទីស្នេហាតែខ្ញុំក៏សូមបញ្ជាក់លោកមេចៅភ្នែកតូលហ៊ុនសែនឲ្យបានច្បាស់ពាក្យជីវិតតម្កល់លើត្បូងចែកចេញជាពីរបើសិនជាត្បូងដែលមានចរណៃអានឹងលោកប្រហែលជាទទួលស្គាល់ដែលត្រឹមត្រូវក៏ប៉ុន្តែលោកប្រយ័ត្នមួយទៀតគេហៅថាត្បូងតម្កល់នៅលើត្បូងចប់អានឹងប្រហែលជាលោកមានភាពគ្រោះថ្នាក់ហើយដូច្នេះសូមលោកជៀនជ្រាបបាទបន្ទាប់ពីហ្នឹងខ្ញុំនឹងចាក់រាល់សម្ដីដែលលោកគេហៅថាមេចៅភ្នែកតូហ៊ុនសែនស្ដាប់ឲ្យបានច្បាស់លាស់ពីបញ្ហាខ្ញុំនឹងបកនៅរាល់បញ្ហានីមួយហ្នឹងគេហៅថាដែលមេចៅភ្នែកតូហ្នឹងមកផ្លន់អាសនៈពីប្រជាពលរដ្ឋដូច្នេះចំណុចអស់ហ្នឹងខ្ញុំនឹងឆ្លុះបញ្ចាំងឲ្យប្រជាពលរដ្ឋដើម្បីឲ្យយល់ពីបញ្ហារាល់សកម្មភាពមកទល់នឹងបច្ចុប្បន្នបាទយើងក៏ចង់ដឹងដែរថាដែលទៅចោទថាខុសច្បាប់នេះទាំងប្រមាខ្សត្រទាំងសម្លេងព្រាយច្រើននិងស្ថាប័នរដ្ឋដែលកំពុងប្រជុំធ្វើការនៅក្នុងពាក្យដែលគេចោទមេចៅនៃតូលហ៊ុនសែនលោកឲ្យយល់ច្បាស់អ្វីដែលគេចោទលោកនោះគឺជាលោកជាមេចៅតែប្លន់ភាពជ័យជំនះគេហ្នឹងដែលបញ្ចេញពីទិន្នន័យបឋមដំបូងហ្នឹងដោយមានច្បាប់ពីគេហៅថាកោជបបែរជានៅក្នុងលក្ខណៈហ្នឹងអានឹងនៅក្នុងទស្សនៈដែលលោកឯងវាយមុនដើម្បីឲ្យទាញឲ្យភាពជ័យជំនះថាខ្លួនឯងជ័យជំនះបានន័យថាខ្លួនឯងធ្វើរដ្ឋប្រហារដើម្បីប្លន់យកភាពជ័យជំនះរបស់ប្រជាពលរដ្ឋចំណុចហ្នឹងហើយតែគេបើនិយាយទៅអានឹងគេហៅថាបើនិយាយពីខុសច្បាប់វាជាខុសច្បាប់មួយទៅហើយតែច្បាប់វាចែកចេញជាពីរមួយគេហៅថាច្បាប់ចោលមួយទៀតគេហៅថាច្បាប់ជាតិអ្វីដែលលោកឯងធ្វើខុសហ្នឹងគឺច្បាប់ជាតិតែលោកឯងយកច្បាប់មកប្រើហ្នឹងគឺច្បាប់ចោលដូច្នេះចំណុចពីរហ្នឹងយើងចែកឲ្យច្បាស់លាស់រវាងចោលវាតែងតែប្រើនៅក្នុងវិធីសាស្ត្រដែលលោកឯងប្លន់យកភាពជ័យជំនះរបស់ប្រជាពលរដ្ឋលោះហើយដែលគេអត់យល់ព្រមដែលគេនៅតែប្រឆាំងតបតរាល់តែអ្វីដែលលោកឯងមិនបានស្រាវជ្រាវស្វែងឲ្យគេរកភាពយុត្តិធម៌ឲ្យគេហ្នឹងនេះខ្ញុំបញ្ជាក់លោកបន្តទៀតដែលគេកំណត់ដោយច្បាប់នេះដោយរដ្ឋធម្មនុញ្ញតើអ្នកចោទនោះជាអ្វីអញ្ចឹងទៅបើមកប្រទេសវាខុសច្បាប់ទាំងអស់ទៅហើយអញ្ចឹងមិនថាម៉េចនឹងឈានមួយចំនួនទៀតហើយបានប្រកាសថានឹងស្ថាប័នរដ្ឋដែលកំពុងប្រជុំធ្វើការនៅក្នុងទីតាំងដែលគេកំណត់ដោយច្បាប់នេះដោយរដ្ឋធម្មនុញ្ញតើអ្នកចោទនោះជាអ្វីអ្នកចោទនឹងគឺរងនៅភាពយុត្តិធម៌ដោយលោកមេចោទភ្នែកតូលលោកឯងនឹងអត់បានយកច្បាប់មកប្រើទេលោកឯងយកច្បាប់ចោលមកប្រើដូច្នេះគេហៅថាគេចោទជាអ្វីចោទលោកឯងនឹងជាមេចោទតែហៅថាមកលួចប្លន់អាសនៈរបស់ប្រជាពលរដ្ឋចំណុចនឹងហើយដែលគេមិនយល់សោះបញ្ជាក់ឲ្យលោកមេចៅភ្នែកតូលហ៊ុនសែនលោកឯងឲ្យយល់ច្បាស់បាទអញ្ចឹងទៅបើមកប្រទេសវាខុសច្បាប់ទាំងអស់ទៅហើយអញ្ចឹងទៅតើគេចង់បង្កើតរដ្ឋឯករាជ្យមួយក្រៅពីរដ្ឋនេះឬយ៉ាងម៉េចបើសិនជាលោកធ្វើមិនត្រឹមត្រូវប្រហែលជារដ្ឋហ្នឹងគេនឹងបដូរគេត្រូវតែបដូរចោលពីព្រោះនេះជាគេហៅថាគេមិនដែលទៅទទួលស្គាល់រដ្ឋាភិបាលចោលដែលមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋទេនេះគឺខ្ញុំចង់បញ្ជាក់ប្រាប់លោកមេចៅភ្នែកតូលហ៊ុនសែនស្រាប់ឲ្យបានច្បាស់លាស់រាល់បញ្ហាហ្នឹងដែលលោកឯងរយៈកាលកន្លងមកខ្ញុំបានបញ្យល់រួចទៅហើយពីបញ្ហាលោកតែងតែប្រយ័ត្នពេលដែលលោកខ្លាំងគេហៅថាមេរោគនៅលើក្បាលលោកឯងជាប់របូតបើសិនជានៅពេលដែលលោកឯងខ្លាំងមេរោគនៅពីលើហ្នឹងអត់ទាន់ធ្វើអីទេប្រយ័ត្នតែលោកឯងនៅពេលខ្សោយមេរោគហ្នឹងទន្ទ្រានលោកឯងហើយពេលហ្នឹងឲ្យលោកឯងប្រយ័ត្ននៅលើត្រង់ចំណុចហ្នឹងបាទខ្ញុំចាក់បន្ថែមឬក៏អ្នកមកក្រុងដែលចេញពីទីនេះហើយទីនេះគឺមិនសូវមិនអត់បានបិទផ្លូវណាមួយមិនឲ្យចូលទេសិនបាក់មួយមិនព្រមចូលទៅចោទជាសំណួរលើផ្លូវច្បាប់ព្រោះគណៈកម្មការជាតិរៀបចំការបោះឆ្នោតហើយព្រះមហាក្សត្រក៏ព្រះអង្គអញ្ជើញតែ55នាក់តែប៉ុណ្ណោះមិនមាន63នាក់ទេតើចង់បង្កើតរដ្ឋាភិបាលមួយបន្ថែមទៀតឬយ៉ាងម៉េចចឹងក៏មករឿងព្រះអង្គម្ចាស់នឹងគេហៅថាស្ដេចនឹងក៏ជាស្ដេចចោលជាមួយលោកឯងដែរអ្វីដែលលោកឯងរៀបចំនឹងគឺហៅថាលោកឯងទាញយកអាភាព68ឲ្យគេ55អ្វីដែលប្រជាពលរដ្ឋទាមទារអ្វីដែលប្រជាពលរដ្ឋទាមទារនឹងគឺភាពយុត្តិធម៌គឺភាពជ័យជំនះរបស់ប្រជាពលរដ្ឋបើសិនជាលោកឯងយកពីច្បាប់ឲ្យតាមការពិតលោកឯងបើគណៈកម្មការកណ្ដាលមកឲ្យគេស្រាវជ្រាវមកមិនមែនលោកឯងទៅយកកោជបហើយទៅយកអាក្រុមប្រឹក្សាសិទ្ធិតែក្រុមលោកឯងទាំងអស់ហើយយកមកធ្វើអីយកមកសិទ្ធិគ្នាលោកឯងហើយលោកឯងថាហើយដល់ពេលហៅគេទៅចូលទៅហើយលោកឯងទៅយកកញ្ចប់55ឲ្យគេទទួលប្រជាពលរដ្ឋកំពុងតែអ្វីដែលគេទាមទារគឺភាពគេហៅថាគឺភាពអយុត្តិធម៌ដែលលោកឯងបានលួចបានប្លន់អាសនៈរបស់ប្រជាពលរដ្ឋចំណុចហ្នឹងហើយដែលប្រជាពលរដ្ឋហ្នឹងគេសុំឲ្យលោកហ្នឹងគេហៅថាមេចៅភ្នែកតូលហ៊ុនសែនលោកឯងហ្នឹងឲ្យធ្វើឲ្យបានត្រឹមត្រូវមុននឹងគេចូលរួមហើយលោកឯងថាលោកឯងអត់បានបិទផ្លូវទេហើយលោកឯងទៅមើលហើយអាចំណុចហ្នឹងហើយខ្ញុំប្រយ័ត្នទៅថានិយាយជាមួយលោកឯងដែរពីព្រោះហេតុអីព្រោះ
លោកឯងភ្នែកទូលបានន័យថាគេបាំងភ្នែកលោកឯងមកខាងទៀតលោកឯងល្ងឹតទាំងស្រុងហើយខ្ញុំពេញសពថ្ងៃហ្នឹងបិទគ្រប់កន្លែងមានកន្លែងណាដែលប្រជាពលរដ្ឋគេដើរហើរកើតទេបែរជាលោកឯងថាអត់បានបិទសម្ដីលោកឯងគេហៅថាសម្ដីពីលគេហៅថាសម្ដីចោលមិនដែលមានចំណុចមួយមកណានិយាយឲ្យមានការផុសតាងឲ្យមានការពិតហើយរយៈកាលកន្លងមកលោកឯងបានតែសម្ដីអត់បានធ្វើអីចេញទេលោកឯងនិយាយគ្រប់បំណែកទាំងអស់តែរាល់សកម្មភាពអីសម្ដីលោកឯងមិនដែលឃើញចេញជាវិជ្ជមានទេលោកឯងបានតែប្រើតែភាពហិង្សាអានឹងសម្រាប់តែជាមួយក្រុមចោរតែប្រជាពលរដ្ឋពីថ្ងៃហ្នឹងទៅគេដឹងហើយរាល់សកម្មភាពដែលលោកឯងធ្វើបាទខ្ញុំនឹងចាក់បន្ថែមខ្ញុំគិតថាយើងមិនបានបិទធ្វើទេប៉ុន្តែដំបូងបំផុតខ្ញុំចង់និយាយថាបើចង់និយាយឲ្យតរទៀតត្រូវចូលស្មាត់សិនបើមិនតាមបានចូលស្មាត់ទេកុំអានលើកបញ្ហាចរចាជាមួយគណៈបព្វជិជនខ្ញុំសូមជម្រាបលោកមេចៅភ្នែកតូលហ៊ុនសែនឲ្យបានច្បាស់លាស់ប្រជាពលរដ្ឋមិនជំរុញឲ្យគណៈបកសង្គ្រោះជាតិនឹងចូលទៅស្បត់ទេអ្វីដែលប្រជាពលរដ្ឋត្រូវការគឺរោដំណោះស្រាយនៅភាពយុត្តិធម៌បើពុំដូច្នោះទេនឹងនាំគ្នាធ្វើបាតកម្មទូទាំងប្រទេសហើយដូចជាយើងដឹងថាច្បាប់វាចែកចេញជាពីរមួយគេហៅថាច្បាប់ជាតិហើយមួយទៀតច្បាប់ចោលអ្វីគេហៅថាចូលទៅស្បត់ហ្នឹងគឺជាច្បាប់ចោលមិនបានច្បាប់ជាតិទេបើច្បាប់ជាតិគេធ្វើទៅតាមរដ្ឋធម្មនុញ្ញដែលច្បាប់ជាតិគេបានគេចែងរួចទៅហើយក៏ប៉ុន្តែអ្វីដែលលោកមេចៅនៃតូហ៊ុនសែនឯងហ្នឹងដែលធ្វើហ្នឹងឲ្យគេទៅស្បត់ហ្នឹងគេមិនភ្លើទេពួកគេយល់ណាស់នេះជានយោបាយរៀបចំទុកជាមុនដើម្បីឲ្យបង្ក្រាបគេតែប្រជាពលរដ្ឋអត់ចាញ់បោកអ្នកឯងទៀតទេដូចជាខ្ញុំក៏បានបញ្ជាក់ប្រាប់លោកឯងឲ្យបានច្បាស់លាស់ហើយបញ្ហារាល់សម្ដីអ្វីដែលលោកឯងនិយាយថាលោកឯងហ្នឹងត្រឹមត្រូវណាស់អណាស់លោកឯងបំរើយួនសម្រាប់ខ្មែរជាតិខ្មែរយើងដែលរងទុក្ខវេទនាមកទល់សពថ្ងៃរយៈកាលកន្លងមកលោកឯងប្រើតែពាក្យយ៉ាងម៉េចទេកើនបើជាងសម័យខ្មែរក្រហមតែអ្នកណាជាខ្មែរក្រហមលោកឯងក៏ជាខ្មែរក្រហមហើយចុះលោកឯងកើនបើជាងអីទៀតឥឡូវហ្នឹងកើនបើជាងសម័យខ្មែរក្រហមលោកឯងជាខ្មែរក្រហមរួចហើយបន្ទាប់មកទៀតលោកឯងថាឥឡូវមានស្ពានមានស្ពានមានអាគារមានអីទាំងអស់ហ្នឹងយើងសូមសួរថាក្រោយពីលោកឯងបានចូលរួមថ្ងៃ7មករាមកទល់នឹង93តើលោកឯងមានស្ពានទេមានផ្លូវថ្នល់ទេមានអ្នកណាមកជួយលោកឯងទេអានឹងត្រង់ចំណុចហ្នឹងប្រជាពលរដ្ឋលេងចាញ់បោកអ្នកឯងទៀតហើយក្រោយពី93ទេតែអ្នកឯងបានស្ពានបានផ្លូវថ្នល់បានអីរុងរឿងដោយសារ93ហ្នឹងតែការតស៊ូនៅតាមទីដែរហ្នឹងគេទាំងរំតែគេតស៊ូអត់11ឆ្នាំបានអន្តរជាតិចូលមកតែអ្នកឯងរួមសហការជាមួយដែលដាច់យួនហ្នឹងមកប្លន់យល់ភាពជ័យជំនះរបស់ប្រជាជាតិខ្មែរដូចជាខ្ញុំនឹងចាក់នៅលើពាក្យអ្វីគេហៅថាមេចៅនៃតូលហ៊ុនសែនឯងបន្តទៀតបាទតែចូលស្មាត់ព្រោះឥឡូវដំណាក់កាលវាបានមកដល់ដំណាក់កាលនេះហើយកុំមកតថ្លៃថាត្រូវតែឲ្យខ្លួនចូលស្មាត់តែឲ្យតំណែងប្រធានរដ្ឋសភាទេកន្លងទៅអារឿងទាំងខ្ញុំសូមនិយាយទៅរឿងទាំងរឿងអីចែកចាំមិនមែនថាទាំងទេក៏ប៉ុន្តែរឿងមិនអាចទៅរួចតើអស់លោកនៅលើពិភពលោកដែលឃើញតាក់ពីតិចណាឡើងធ្វើប្រធានរដ្ឋសភាទេប្រហែលជាលោកមេចៅនិយាយត្រឹមត្រូវហើយមេចៅភ្នែកតូលលោកឯងនិយាយត្រឹមត្រូវហើយមិនដែលឃើញមានភាគតិចក្នុងប្រទេសណាមកធ្វើជាប្រធានទេអានឹងប្រទេសដែលគេដើរទៅតាមនិរន្តរភាពប្រទេសដែលគេដើរទៅតាមភាពយុត្តិធម៌ប្រទេសដែលគេមានច្បាប់ត្រឹមត្រូវអ្នកឯងចាញ់គឺចាញ់អ្នកឯងឈ្នះគឺឈ្នះដោយមានភាពថ្លៃថ្នូរចាញ់ក៏ចាញ់ដោយភាពទទួលនឹងការត្រឹមត្រូវអានឹងបានហៅថាភាពយុត្តិធម៌នៅក្នុងប្រទេសគេនៅក្នុងពិភពលោកលើកលែងតែប្រទេសខ្មែរមួយទេជាពិសេសលើកលែងតែលោកមេចៅនៃតូហ៊ុនសែនឯងទេទៅប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋអ្វីក៏ដោយគេបានគេទៀមទាហ្នឹងគេសុំទៀមទានៅភាពយុត្តិធម៌តើរើឲ្យគេរាល់បញ្ហាអ្វីក៏ដោយដែលហៅថាកើតឡើងតែអ្វីដែលលោកឯងទៅប្លន់ភាពជ័យជំនះពីគេបែរជាលោកឯងយកទ្រឹស្ដីអីយកទ្រឹស្ដីប្រទេសវាមិនដែលប្រទេសណាដែលមនុស្សចាញ់គេហើយគេទៅទៀមទាអាសនៈទេតែអ្វីក៏ដោយគេទៅទៀមទាមិនមែនគេចាញ់ទេបានន័យថាគេឈ្នះហើយមេចៅនៃតូលលោកឯងទេដែលទៅប្លន់ពីភាពជ័យជំនះរបស់ប្រជាពលរដ្ឋចំណុចហ្នឹងហើយដែលគេនៅតែប្រឆាំងដាច់ខាតរាល់បញ្ហាដែលអត់អាចចុះចូលទេនេះខ្ញុំប្រាប់លោកឯងឲ្យបានច្បាស់បាទការទៀមទាស្នើសុំឲ្យបានខ្លួនធ្វើប្រធានរដ្ឋសភាចឹងទេមិនមែនជាការមកចរចាថ្ងៃទី2មិនមែនជាការចរចាដើម្បីបង្កើតគណៈកម្មការឲ្យគេរៀបស្វែងរកការពិតអ្វីទេគឺបានបញ្ជាក់ច្បាស់ហើយថាទទួលយក68 55ប៉ុន្តែសូមឲ្យទទួលយកសម្រាប់ហ៊ុនសែនជានាយករដ្ឋមន្ត្រីថាគេធ្វើសម្បទានក្នុងនោះខ្ញុំក៏បានប្រាប់ថាកុំនិយាយពាក្យធ្វើសម្បទានហើយខ្ញុំនេះក៏មិនចាំបាច់មានអាណាគ្រប់តដែរព្រោះសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋបានបោះឲ្យឆ្នោតឲ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីទៅហើយអញ្ចឹងទេយើងគួរប្រើពាក្យសម្លេងសម្រួលក្នុងពេលជាមួយគ្នាគេបានស្នើចែកអំណាច
នៅក្នុងសភាលោកឯងកុំឲ្យមកយល់លេសថាប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកឯងនឹងបាន68រួចទៅហើយនេះគឺជាសម្ដីបោកប្រាស់នេះគេហៅថាជាសម្ដីមេចោលភ្នែកតូហ៊ុនសែនហ្នឹងនិយាយដើម្បីបំភាន់មតិជាតិហើយបំភាន់មតិអន្តរជាតិគេយល់គេមើលឃើញច្បាស់ហើយតើរាល់សកម្មភាពដែលលោកឯងធ្វើហ្នឹងតែលោកឯងកុំភ្លេចណារាល់សម្ដីអីក៏ដោយអ្វីពីថ្ងៃនេះទៅប្រជាពលរដ្ឋមិនមែនដូចឆ្នាំ2008មិនមែនដូចឆ្នាំ2003អានឹងទៀតទេចំណុចអ្វីក៏ដោយប្រជាពលរដ្ឋដឹងហើយពីថ្ងៃហ្នឹងទៅលោកឯងគណជាអាយ៉ងរបស់យួនលោកឯងបានន័យថាលោកឯងបំសម្លាប់ជាតិខ្មែរបំរើយួនសម្លាប់ខ្មែរនឹងនៅតែមុខខ្មែរខួយួនបំរើយួនសម្លាប់ខ្មែរដូចជារាល់ពីថ្ងៃនេះទៅសកម្មភាពលោកឯងទៅប្រជាពលរដ្ឋហ្នឹងមិនខ្លាចលោកឯងទៀតទេដូចជាគេដឹងពីអបាយកលដឹងពីវិធីដែលបោកប្រាស់លោកឯងអស់រយៈពេល20ឆ្នាំហើយដូច្នេះលោកឯងមិនបាច់យល់លេសថាខ្លួនឯងហ្នឹងជាមនុស្សដែលឈ្នះដោយបានភាពពិតប្រាកដទេរាល់សកម្មភាពអ្វីក៏ដោយប្រទេសដែលចោលមកទល់ថ្ងៃហ្នឹងគឺបណ្ដាលមកពីភាពអយុត្តិធម៌បើលោកឯងជាអ្នកដែលពិតប្រាកដលោកឯងបានន័យថាលោកឯងរកភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋរួចទៅហើយតែលោកឯងមកធ្វើអារបៀបយកមកតាំងពីដាក់កម្លាំងទ័ពរៀបចំកម្លាំងហើយមកគៀបសង្កត់ប្រជាពលរដ្ឋហើយមកបាញ់ប្រជាពលរដ្ឋហើយលោកកុំភ្លេចណាពិភពលោកមិនអាចអនុគ្រោះឲ្យលោកឯងទេដូចខ្ញុំបានបញ្ជាក់រួចទៅហើយអ្វីដែលលោកឯងណាមេរោគនៅលើក្បាលលោកឯងឥឡូវលើលោកឯងនៅខ្លាំងមេរោគអត់ទាន់ទន្ទ្រានទេចាំតែនៅពេលដែលណាថ្ងៃណាមួយលោកឯងខ្សោយអានឹងមេរោគចាប់ដើមទន្ទ្រានហើយពេលដែលទន្ទ្រានហ្នឹងនឹងហើយគេហៅថាតកូហ៊ុនណាប្រុងប្រៀបឲ្យទៅនឹងមានឈ្មោះស្អុយអាស្រូវនៅលើប្រវត្តិសាស្ត្របើសិនជាលោកឯងមានចំណុចមួយចាប់អារម្មណ៍ហើយការប្រែប្រួលស្ថានភាពភ្លាមអានឹងលោកឯងប្រហែលជារក្សាពូជពងតកូហ៊ុនហ្នឹងចេះប្រែប្រួលគេឲ្យតម្លៃតែផ្ទុយទៅវិញបើសិនជាលោកឯងមិនអាចនឹងប្រែប្រួលទេគេហៅថាវងតកូហ៊ុនហ្នឹងរស់នៅនឹងភាពយ៉ាប់យឺនហើយដូច្នេះក៏នៅខ្ញុំក៏នៅចង់ជម្រាបលោកឲ្យបានច្បាស់លាស់ប្រាប់លោកឲ្យបានយល់ដឹងរាល់បញ្ហាអ្វីក៏ដោយដូច្នេះខ្ញុំនឹងចាក់សម្លេងលោកបន្តទៀតបាទប្រឆាំងកាន់សភាកាន់កាប់សភាដោយសូមធ្វើប្រធានសភានិងចែកគណៈកម្មការ12មកខាងណែ6មកខាងក្នុងអចិន្ត្រៃយ៍អញ្ចឹងមកទីនេះសូមបញ្ជាក់ថាមកស្នើសុំដើម្បីបើសិនជាពេលនោះយើងព្រមឲ្យធ្វើប្រធានរដ្ឋសភាច្បាស់ណាស់ថាគេនឹងចូលប្រជុំហើយអញ្ចឹងខ្ញុំបានសួរថាតើឲ្យលោកចង់បានតំណែងឬចង់បានតរយៈពេលហើយអស់លោកបានរៀបរយលើនៅលើពិភពលោកតើមានប្រទេសណាមួយដែលគេអនុញ្ញាតឲ្យដាក់សម្លេងទៅធ្វើប្រធានរដ្ឋសភាវាអត់ដូចខ្ញុំបាននិយាយចឹងនៅក្នុងពិភពលោកគ្មានពិភពលោកប្រទេសណាដែលគេឲ្យអ្នកដែលចាញ់ហ្នឹងទៅធ្វើប្រធានសភាទេក៏ប៉ុន្តែប្រទេសគេដែលមាននិរន្តរភាពត្រឹមត្រូវប្រទេសគេដែលមានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអ្វីដែលគេចាញ់ដោយសុខចិត្តសុខកាយអ្វីដែលគេឈ្នះទៅនឹងភាពថ្លៃថ្នូរដូចជាគេមិនដែលទៅទៀមទាទេអ្វីដែលគេទៀមទាហ្នឹងអ្វីដែលគេធ្វើហ្នឹងអានឹងគណជាពាក្យឥឡូវហ្នឹងគណជាទ្រឹស្ដីបោកប្រាស់របស់លោកឯងប្រើប្រជាពិខុសដើម្បីវាយកម្លាំងថាអូគណៈបកសង្គ្រោះជាតិចង់ទៅចែកអំណាចគេមិនអាចចែកអំណាចជាមួយនឹងគេហៅថាក្រុមមេចោនៃទូលហ៊ុនសែនលោកឯងទេពីព្រោះលោកឯងហ្នឹងកម្លាំងទ័ពរៀបចំតាំងពីភូមិឡើងទៅដល់ជួររដ្ឋមន្ត្រីរួចទៅហើយបើចូលទៅលោកឯងនឹងធ្វើរដ្ឋប្រហារថ្ងៃណាមួយទៀតហើយដូចជាចំណុចហ្នឹងបើខ្ញុំបានបញ្ជាក់សឹងបើសិនជាលោកឯងដឹងខ្លួនលោកឯងដកខ្លួនចេញអាហ្នឹងរវាងលោកឯងតកូហ៊ុនហ្នឹងនឹងអាចនឹងស្រោចស្រង់បានអាហ្នឹងក៏ខ្ញុំចង់បញ្ជាក់ប្រាប់គេហៅថាមេចោភ្នែកតូហ៊ុនសែនឲ្យបានច្បាស់លាស់បាទករណីអស់លោកមិនអាចភ្ជាប់សម្ដេចកុម្ពះរឿងសម្ដេចកុម្ពះនិងករណីនេះបានទេករណីសម្ដេចកុម្ពះមានទស្សនវិជ្ជាពីរទស្សនវិជ្ជាទី1គឺទស្សនវិជ្ជាប្រព័ន្ធ2/3ក្នុងពេលដែលគណៈបព្វជិជននិងគណៈបព្វស៊ុនស៊ីវិចអត់មានអ្នកណាមួយមានសម្លេងភាគ3និងទស្សនវិជ្ជាទី1ទស្សនវិជ្ជាទី2គណៈបព្វប្រជាជននិងគណៈបព្វស៊ុនស៊ីវិចបានធ្វើសម្ព័ន្ធភាពជាមួយគ្នាតាំងពីក្នុងរដ្ឋសភារហូតដល់រាជរដ្ឋាភិបាលអញ្ចឹងករណីទាំងពីរនេះវាខុសពីករណីថ្ងៃនេះប្រព័ន្ធ50/1ក្នុងពេលដែលគណៈបព្វប្រជាជនមានសម្លេងលើកសេចក្តីត្រូវការពី50/1ទី2គណៈបកនេះមិនមែនជាគណៈបកសម្ព័ន្ធភាពជាមួយគណៈបកគឺជាគណៈបកប្រឆាំងប្រសិនបើប្រគល់តំណែងប្រធានរដ្ឋសភាឲ្យគេច្បាស់ណាស់ថាសភាជាប់គាំងបើសភាជាប់គាំងគឺច្បាស់ណាស់ថារាជរដ្ឋាភិបាលក៏ជាប់គាំងដែរឲ្យលោកដឹងទេអំពីនីតិវិធីការងាររបស់រដ្ឋាភិបាលនៅត្រង់ថាសេចក្តីស្នើចំណាយពីរាជរដ្ឋាភិបាលត្រូវឆ្លងកាត់ប្រធានសភាបើប្រធានសភាមិនព្រមក៏ប្រជុំអចិន្ត្រៃយ៍ឬប្រធានសភាមិនព្រមដាក់ចូលទៅក្នុងរបៀបវរៈគឺបានសេចក្តីថាជាប់គាំងហើយអញ្ចឹងទៅចំណុចនៅទីនេះខ្ញុំសូមបញ្ជាក់ឡើងវិញ
សភានេះអត់បានមានពីម្សិលមិញក៏អត់មានមិត្តភ័ក្តិ លោកឯងនិយាយពីរឿងក្នុងឆ្នាំ93ជាមួយនឹងសម្ដេចក្រុងព្រះដែលគេហៅថាសម្ដេចភ្លឺហ្នឹងវាភ្លឺរួចទៅហើយដែលឲ្យលោកឯងបោកបានអ្វីដែលហៅថាការឆ្លុះបញ្ចាំងហ្នឹងមកទល់នឹងសពថ្ងៃហ្នឹងអ្វីដែលគេមើលហ្នឹងលោកឯងមកធ្វើរដ្ឋប្រហារឆ្នាំ97ហើយលោកឯងមកថាគឺធ្វើឲ្យចំនួនផ្ទៃក្នុងលោកឯងញុះញង់សម្ព័ន្ធគណៈបកហ៊ុនស៊ិនពេជ្រលោកឯងបំបែកបានអាហ្នឹងត្រឹមត្រូវហើយពីព្រោះលោកឯងបំបែកបានសិតតែពួកក្រុមភ្លើពួកក្រុមពួកហៅថាស្ដេចហ្នឹងមិនដែលក្រុមណាមួយដឹងពីយល់ពីបញ្ហាជាតិទេមានតែទៅជំរុតស្រីទៅភាពលោកលុនទៅទិញកប៉ាល់ហោះទៅបំផ្លាញជាតិមិនដែលគិតពីផលប្រយោជន៍ជាតិចំណុចហ្នឹងហើយដែលឲ្យលោកឯងហ្នឹងបោកបានតែលោកឯងកុំភ្លេចណាពីសកម្មភាពគេហៅថាសូម្បីតែសភាលើកនេះអ្វីដែលហៅគណៈបកសង្គ្រោះជាតិចង់និយាយហ្នឹងត្រូវដំណោះស្រាយមួយឲ្យសមស្របភាពយុត្តិធម៌បើសិនជាលោកឯងខ្ញុំក៏នៅតែបើអាហ្នឹងក៏ជាសម្ដីលោកឯងទេបើសិនជាក្នុងចូលជាប្រធានសភាក៏ដោយរឿងចំនួនហ្នឹងអត់ចេះចប់ទេពីព្រោះលោកឯងគេហៅថាជានយោបាយមិនមែនហៅថាមនុស្សដែលគិតគូរពីបញ្ហាជាតិទេអ្វីដែលលោកឯងធ្វើហ្នឹងធ្វើដើម្បីបំរើយួនសម្រាប់ខ្មែរដូច្នេះរាល់បញ្ហាអីក៏ដោយបើលោកឯងឆ្លងកាត់ពីសភាគេមិនអនុញ្ញាតលោកឯងធ្វើរដ្ឋប្រហារទៀតហើយញុះញង់ផ្ទៃក្នុងឲ្យគេបែកបាក់នេះជានយោបាយចាស់កម្រិលហើយគេលេងប្រើទៀតហើយជាពិសេសគេមើលពីទង្វើសកម្មភាពលោកឯងបានន័យថាលោកឯងហ្នឹងគឺជាមេចោលភ្នែកតូលហ៊ុនសែនដែលគេដឹងច្បាស់លាស់គេហៅថាបំរើយួនសម្រាប់ខ្មែរចំណុចហ្នឹងអស់ហើយពីថ្ងៃហ្នឹងទៅលោកឯងគុំសង្ឃឹមថាប្រជាពលរដ្ឋហ្នឹងនឹងមានជំនឿទៅដល់លោកឯងបន្តទៀតពីព្រោះឥឡូវហ្នឹងអុកបាយកលដល់ព្រៃផ្សៃអុកបាយកលដល់ខ្មៅងងើដែលលោកឯងបំរើយួនសម្រាប់ខ្មែរមកទល់សប្តាហ៍ថ្ងៃឥឡូវបានឆ្លុះបញ្ចាំងឃ្លីឃើញទាំងអស់ហើយរាល់បញ្ហាអ្វីទៅកើតឡើងនៅបន្តទៅទៀតបើសិនជាលោកឯងដឹងខ្លួនលោកឯងដកខ្លួនមុនដូចខ្ញុំបានបញ្ជាក់ប្រាប់ហើយអានឹងលោកឯងអាចនឹងរក្សាវងតកូលហ៊ុនហ្នឹងឲ្យគង់វងបើមិនចឹងទេលោកឯងទៅយល់ដល់ពាក្យដែលខ្ញុំដាក់3ម៉ាត់ដែលលោកឲ្យតោងឲ្យយល់ច្បាស់ខ្លាទុកស្បែកបាក់សីទុករោមមនុស្សទុកឈ្មោះហើយការទុកឈ្មោះចែកចេញជាពីរឈ្មោះល្អនិងឈ្មោះអាក្រក់តែឈ្មោះល្អលោកឯងប្រហែលជាចប់ហើយលោកឯងនឹងបានឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រហើយក៏ឈ្មោះហ្នឹងក៏គេលឺគេស្អប់ពេញពិភពលោកមិនមែនតែគេហៅថាឲ្យតែគេយកគំរូហ្នឹងគេហៅថាជាគំរូមេចោលភ្នែកតូហ៊ុនសែនហ្នឹងគេហៅថាអាក្រក់នៅក្នុងពិភពលោកមកហើយក៏ជាគំរូសម្រាប់ឲ្យក្មេងជំនាន់ក្រោយកុំឲ្យយកតម្រាប់ទៅតាមមនុស្សគេហៅថាមេចោលភ្នែកតូហ្នឹងបន្តទៅទៀតបាទខ្ញុំបញ្ជាក់មិនលោកឯងបន្តទៀតបាទសូមបងប្អូនរងចាំរាប់ភាគទី2ជាភាគបន្តបាទសូមអរគុណ